Hello អ្នកទាំងអស់គ្នាឥឡូវយើងមកមើលសារនៅក្នុងរយៈពេល48ម៉ោងតើចក្រវាឡមានសារអីចាំឲ្យអ្នកទាំងអស់គ្នាដឹងណាហើយសម្រាប់ខ្សែដៃចរន្តនីកូអាចរកទិញបានពី page Wisdom Online Shop ណានឹងគេអូខេ space បើបង្ហាញមើលតើចក្រវាឡមានសារអីឲ្យ fan ដឹងក្នុងរយៈពេល48ម៉ោងបន្ទាប់ពីឃើញសារនេះហើយអត់មានការកំណត់ page ទេOkay, thank you, Spirit. Okay, នេះគឺជាសារពី Universe នៅក្នុងរយៈពេល48ម៉ោងហ្នឹងហើយបានន័យថាបន្ទាប់ពីឃើញសារហ្នឹង48ម៉ោងតើបានន័យថារឿងនេះនឹងកើតឡើងនៅក្នុងរយៈពេល48ម៉ោងហ្នឹងហើយបន្ទាប់ពីឃើញសារហ្នឹងណាអូខេតើ Universe ចង់មានសារអីប្រាប់អ្នកទាំងគ្នាឃើញថា energy អ្នកទាំងគ្នាឥឡូវហ្នឹងគឺប្រឹងប្រែងធ្វើការងារមែនតើណា Nine of Pentacles បានន័យថាសប្បាយចិត្តនឹងការងារបច្ចុប្បន្នហើយប្រឹងប្រែងធ្វើការហត់លុយឱកាសបន្តទៀតណា energy គឺល្អមែនតើបានន័យថាមានអារម្មណ៍រីករាយសប្បាយចិត្តនឹងរបៀបថាការងារហ្នឹងផ្ដល់កម្រៃអ្នកទាំងគ្នាឬក៏របៀបថាការងារហ្នឹងមានការសរសើរគាំទ្រពីមិត្តរួមក្រុមឬក៏សាច់ញាតិបងប្អូនអញ្ចឹងណាហ្នឹងហើយឬក៏ពីមនុស្សទូទៅហើយឃើញថាការងារហ្នឹងកាន់តែបដោតយកចិត្តទុកដាក់គឺនឹងបានផលហើយមួយទៀតអ្នកនរនេះដូចជាមានការសម្រេចចិត្តខ្លាំងថ្លៃមួយរវាងអាចថាមួយតំណងមួយគឺរវាងមនុស្សពីរនាក់ណាគឺត្រូវជ្រើសរើសយកមួយដែលជាផ្លូវល្អសម្រាប់អ្នកនរគ្នានៅថ្ងៃអនាគតចឹងទៅនឹងបញ្ចប់ជាមួយមនុស្សម្នាក់ទៀតក្នុងនេះនឹងអញ្ចឹងតំណងអាចថាមនុស្សម្នាក់ហ្នឹងគឺមានការសម្រេចចិត្តរវាងតំណងពីរប៉ុន្តែជ្រើសរើសយកតែមួយព្រោះអានេះមានពាក្យថាបើមិនបានន័យថាតំណងមួយត្រូវបានបញ្ចប់ហើយជ្រើសរើសយកតំណងមួយទៀតឬក៏មួយទៀតបានន័យថាបញ្ចប់ជាមួយមនុស្សអតីតឬក៏ X ឬក៏មនុស្សដែលកំពុងតាក់ទងហ្នឹងគឺបានឆ្លុះតទៅនេះបញ្ចប់ហើយឃើញថាជួបស្នេហាពិតព្រោះនេះដុល្លារធ្វើការតែអត់មានបាំងដោយសារខ្លាច YouTube ចាប់អញ្ចឹងណាព្រោះលើកមុន YouTube បែនម្ដងហើយហ្នឹងហើយអញ្ចឹងទៅក៏ដាក់ថ្មបាំងទៅនេះគឺដុល្លារធ្វើការហើយន័យថានិស័យគូស្នេហ៍បានន័យថាដែលនេះដុល្លារធ្វើការបានន័យថានិស័យគូស្នេហ៍ដែលទេវតាប្រទានអញ្ចឹងគឺល្អមែនតើណាបានន័យថាមានផលបុណ្យស្មើគ្នាហើយគឺអត់មានភាពតុកសិចទេគឺលក្ខណៈគូគប់ហ្នឹងហើយឃើញថាក្នុងហ្នឹងមានមនុស្សចង់ចូលមកសារភាពដេស្លាញអ្នកនរគ្នាដែលក្នុងហ្នឹងអាចជាគូប្រេងរបស់អ្នកនរគ្នាឬក៏អ្នកនរគ្នានឹងបានជួបស្នេហាពិតព្រោះនេះគឺការដុល្លារធ្វើការណាហ្នឹងហើយមួយទៀតឃើញថាអ្នកនរនេះដូចជាមានម្ដងចង់ធ្វើអ្វីមួយដែលខ្លួនឯងបងណាអាចជាមានការសហការដៃគូបន្ថែមនៅក្រុមការងារឬក៏ដៃគូអាជីវកម្មទេឬក៏មួយទៀតមានមនុស្ស
ស្លាញ់អ្នកនរគ្នានឹកចង់មកជួបហើយចង់មកដល់កណ្ដុងហើយឬក៏ដៃគូសហការណាមួយមិនថាជាដំណោមានឬក៏ការលើកទឹកចិត្តទេហ្នឹងហើយហើយមួយទៀតអាចនឹងមានរឿងខកបំណងនៅក្នុងនេះឃើញថាមានមនុស្សដូចថាស្លាញ់អ្នកនរគ្នាប៉ុន្តែគាត់ខកបំណងឬក៏ស្ដាយក្រោយដែលគាត់អត់បានសារភាពក្តីស្រឡាញ់អ្នកនរគ្នាអញ្ចឹងណានឹងឃើញខាប់នេះគេប្រគល់ឲ្យគាត់ប៉ុន្តែគាត់បែរខ្នងមិនទេគាត់នៅស្ដាយស្នងខាប់តែកំពុងនេះបាននឹងថាត្រាក់តំណងដែរបានបែកបាក់ឬក៏ប្រត់ប្រាស់ហើយហ្នឹងគឺគាត់ស្ដាយក្រោយហើយគាត់អត់សូវមានចំណងចិត្តឬក៏សប្បាយចិត្តនៅក្នុងត្រាក់តំណងបច្ចុប្បន្នហ្នឹងទេបានន័យថាគាត់គ្រាន់តែនៅកំដរហ្នឹងហើយមួយទៀតនឹងឯងបញ្ជាក់ថាជាការគូព្រេងអ្នកនរគ្នាមកចំនួនហើយនឹងមានមនុស្សសារភាពក្តីស្រឡាញ់អ្នកនរគ្នាម្នាក់ហ្នឹងក្នុងចំណោមមនុស្សដែលចូលមកសារភាពហ្នឹងគឺអាចជាគូព្រេងរបស់អ្នកនរគ្នាដោយសារវាមានធម៌ខាប់ហើយដែលឡើងធ្វើការទៀតហ្នឹងឯងបានន័យថាគូស្នេហ៍ដែលល្អដែលមានផលបុណ្យបារមីស្មើគ្នាហើយទេវតាប្រទានទៀតណានឹងឃើញអ្នកទាំងពីរគឺស្រឡាញ់គ្នាស្មោះស្ម័គ្រចាក់បំពេញឲ្យគ្នាហ្មងណាអត់មានស្រឡាញ់តែម្ខាងទេឬក៏អត់មានណាមួយមានចិត្តវិវិទេគឺស្រឡាញ់ស្មោះស្ម័គ្រដូចគ្នាចាក់បំពេញឲ្យគ្នាក្តីស្រឡាញ់ស្មើគ្នាណាទូបង្ខាប់នេះហើយអាចនឹងមានpossible អាយុឬក៏ជាតិសាសន៍ឬក៏សាសនាខុសគ្នាដែរក្នុងនេះណាតែនិស័យជាគូព្រេងគូពីបុពេព្រោះមានពាក្យពីរនេះជាប់គ្នានឹងឃើញថាអ្នកនរគ្នាមួយចំនួនអាចមានមនុស្សសារភាពស្នេហ៍ក្នុងចំណោមនោះគឺជាគូរបស់អ្នកនរគ្នាដែរហើយមួយទៀតអ្នកនរគ្នាអាចនឹងមានភាពហត់នឿយជាមួយនឹងការងារដែលគេប្រកួតប្រជែងនឹងដែរប៉ុន្តែអត់អីទេអ្នកនរគ្នានឹងអាចសម្រាប់បំណងបានអញ្ចឹងណាព្រោះវាមានAR1មិនន័យថាផលបុណ្យដែលអ្នកនរគ្នាកំពុងធ្វើហ្នឹងកំពុងតែឲ្យផលផ្លែការអ្នកនរគ្នាហើយអញ្ចឹងប្រឹងប្រែងបន្តទៀតណានឹងហើយតន់រិស័យបើកប្រឹងធ្វើទៅហើយអាសាធ្វើបុណ្យធ្វើទានបន្ថែមទៀតទៅអាចថាបើសិនជាការងារលុយកាសរៀងស្ទះយើងអាចទៅបលែងសាក់ទុំតាមយុយើងទៅឬក៏បលែងត្រីឬក៏នឹងហើយអាចមានត្រីរ៉ស់ត្រីក្រៃឬក៏ត្រីដៃអញ្ចឹងណាតាមប្រភេទដែលយើងបលែងហ្នឹងហើយឃើញថាក្នុងចំណោមមនុស្សដែលចូលមកស្រឡាញ់អ្នកនរគ្នាហ្នឹងគឺម្នាក់គួរប្រជែងដើម្បីសារភាពក្តីស្រឡាញ់ប្រាប់អ្នកនរគ្នាដែលនៅក្នុងហ្នឹងអាចជាគូព្រេងអ្នកនរគ្នាដែរនៅក្នុងនេះពូមានពាក្យ file one អូខេអញ្ចឹងសារនៅក្នុងរយៈពេល48ម៉ោងឃើញថាអ្នកនរគ្នាមានធម៌ពលសប្បាយរីករាយហើយរលួយកាក់បានច្រើនមិនថាជាអ្នកធ្វើការឬក៏រកស៊ីទេគឺនឹងទទួលបានប្រាក់កម្រៃឬក៏ចំណូលជាទីគាប់ចិត្តហើយនឹងមានការបញ្ចប់រវាងតំណែងណាមួយដែលអ្នកនរគ្នានឹងជ្រើសរើសផ្លូវមួយដែលល្អសម្រាប់ខ្លួនឯងហើយឃើញថាការបញ្ចប់ហ្នឹងគឺល្អទេដើម្បីជួបតំណែងថ្មីមួយទៀតដែលល្អជាងមុនឬក៏បានន័យថាបន្ទាប់ពីបែកគូកម្មអ្នកនរគ្នានឹងជួបគូគប់ដែលល្អសម្រាប់អ្នកនរគ្នាហើយផលបុណ្យអ្នកនរគ្នាកំពុងតែជួយអ្នកនរគ្នាអញ្ចឹងប្រឹងប្រែងបន្តទៀតណាឯកអវហ្នឹងគឺបានន័យថាអានេះបានន័យថាមានអានឹងមួយអ្នកនរគ្នាចង់ធ្វើអីក៏បានដែរណាតែចិត្តអំណត់ព្យាយាមពួកអ្នកនរគ្នានេះមានឯកអវដែរដែល hybrid acid ហើយថាមានញៀនខ្លាំងឬក៏អ្នកតាមថែសារហ្នឹងកំពុងតែជួយអ្នកនរគ្នាអញ្ចឹងប្រឹងប្រែងបន្តទៀតណានឹងឯ admin បើកការមួយទៀតអូខេ Pinnacle គឺអនាគតទៅនឹងមានគ្រួសារកក់ក្ដៅមានកូនមានចៅមានលុយមានកាក់មានមុខមានមាត់មែនតើណានឹងអញ្ចឹងបន្តទៀតហើយអាចថាអ្នកនរគ្នាប្រឹងធ្វើបុណ្យទៅទៀនទៅផលបុណ្យហ្នឹងកំពុងតែជួយអ្នកនរគ្នាជួយពន្លឿនបានន័យថាអ្វីដែលកកស្ទះរាំងស្ទះពីមុនហ្នឹងមានការយឺតយ៉ាវហ្នឹងគឺឥឡូវហ្នឹងជួយឲ្យបានលឿនជាងមុនអូខេឃើញតើអស់ហើយនៅក្នុង48ម៉ោងនេះអរគុណអ្នកនរគ្នាដែលតែងតែគាំទ្រ admin មិនថាជា subscribe YouTube channel ហើយនឹងការឧបត្ថម្ភតាមរយៈ ABA ហើយនឹងការជួយគាំទ្រ page online Wisdom online shop អូខេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ